បុគ្គលិកសាលាឯកជនម្នាក់ជិះម៉ូតូសុកមិនដឹងកាត់អីក៏ដួលធ្លាក់ពីលើម៉ូតូផ្អើលអ្នកដំណើរជួយសង្គ្រោះដែរតែមិនអាចជួយបានបុរសជាបុគ្គលិកសាលារៀនឯកជនម្នាក់ខណៈជិះម៉ូតូធ្វើដំណើរពេលមេឃកំពុងតែរលឹមស្របពេលចរាចរណ៍កំពុងតែរៀងកកស្ទះស្រាប់តែបុរសរូបនោះមិនដឹងថាមានអាការៈអ្វីនោះទេក៏ដួលធ្លាក់ពីលើម៉ូតូសន្លប់បាត់ស្មារតីបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរជួយលើកអែបខាងនឹងហៅរថយន្តសង្គ្រោះឲ្យមកជួយដឹកយកទៅសង្គ្រោះដែរតែគ្រូពេទ្យចុះមកដល់បានពិនិត្យនិងបញ្ជាក់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 6:15 នាទីព្រលប់ថ្ងៃទី25 ខែមិថុនាឆ្នាំ2025នៅចំណុចទល់មុខស្ថានីយ៍ប្រេងមួយកន្លែងតាមផ្លូវ217ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញជនរងគ្រោះឈ្មោះពូសុវណ្ណារិទ្ធភេទប្រុសអាយុ38ឆ្នាំជាបុគ្គលិកសាលារៀនសវណ្ណភូមិសាខាជ្រោយចង្វាស្នាក់នៅផ្ទះជួលសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិព្រែកជ្រៅឃុំរកាកោងទី2ស្រុកមុខកំពូលខេត្តកណ្ដាលប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Stop ពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1ហើយ2810ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ217ទិសដៅពីជើងទៅត្បូងខណៈមេឃកំពុងតែរលឹមលុះមកដល់ចំណុចកើតហេតុស្របពេលចរាចរណ៍កំពុងតែរៀងកកស្ទះស្រាប់តែបុរសជារងគ្រោះមិនដឹងថាមានអាការៈអ្វីនោះទេស្រាប់តែដួលពីលើម៉ូតូសន្លប់បាត់ស្មារតីតែម្ដងទៅក្នុងហេតុការណ៍នេះផងដែរបន្តិចក្រោយមកមានអ្នកដំណើរបានជួយយកអាសាលើកអែបគៀននិងបានតាក់ហៅរថយន្តសាមួយរបស់មន្ទីរពេទ្យបង្អែកដង្កោឲ្យមកជួយដឹកយកទៅសង្គ្រោះដែរតែពេលគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុបានពិនិត្យនិងបញ្ជាក់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយពាក់ព័ន្ធករណីនេះផងដែរបន្តិចក្រោយមកក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំនិងបានឲ្យរថយន្តដឹកសពយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកដង្កោឲ្យផ្នែកជំនាញធ្វើកសវិច័យផងដែរករណីខាងលើខាងជំនាញបាញ់ឲ្យដឹងថាសពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងខ្យល់កូរក្រោយពេលកើតហេតុសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ